Thu đo nângក្រុមហ៊ុនតែមួយ Rolex មែនហើយលុយដែលលក់បានជាង400លានឆ្នាំ2024ហ្នឹងមែនអត់ចឹងឯហ្នឹងយើងមិននិយាយពី8ចំណុចខ្លះៗពាក់ព័ន្ធជាមួយនឹង Two Door តាមការពិតទៅ Two Door ហើយនឹង Rolex គឺជាក្រុមហ៊ុនសប្បុរសធម៌ដែលហៅថា charity company មែនតែអ្នកប្រើប្រាស់ Rolex ជាមួយនឹង Two Door ច្រើនអ្នកដែលអត់ចាប់អារម្មណ៍រឿងហ្នឹងគាត់ប្រើប្រាស់នាឡិកា2ម៉ាកហ្នឹងគឺស្មើនឹងគាត់បាន donate ឧបត្ថម្ភលុយខ្លះជួយដល់សមាគមមួយចំនួនទី1នៅក្នុងឆ្នាំ2024 Two Door ពិតជាលក់បានទឹកប្រាក់សរុបជាង400លានមែនទឹកលុយហ្នឹងគឺវាជាផុសតាងសំខាន់មួយដែលបញ្ជាក់ឲ្យឃើញថាគុណភាព design ការគ្រប់គ្រងរបស់ Two Door គឺនៅតែខ្លាំងដដែលទី2 Two Door គឺពិតជាប្អូនបង្កើតរបស់ Rolex ម្ចាស់តែមួយគឺក្រុមហ៊ុន charity តែមួយដែលបង្កើត Two Door ឡើងនៅក្នុងឆ្នាំ1926គោលបំណងរបស់គេក្រៅពីធ្វើ charity ហើយគឺគេចង់បង្កើតនាឡិកាដែលមានកម្រិតមធ្យមតម្លៃសមរម្យឲ្យអ្នកដែលស្រឡាញ់ Rolex តែមិនមានលទ្ធភាពទិញ Rolex ទី3បើសិនជាចង់ដឹងពីផុសតាងថា Two Door ពិតជា charity company មែនអាចចូលទៅមើលនៅក្នុង website Two Door Trust ហើយលេខរៀង charity ឬក៏លេខសមាគមរបស់គាត់មានចុះបញ្ជីត្រឹមត្រូវគឺលេខ1105580ហើយប្រតិបត្តិការ donate ទាំងអស់ហ្នឹងគឺធ្វើនៅអង់គ្លេសហើយនិង Wales ទទួលស្គាល់ដោយច្បាប់ donation របស់អង់គ្លេសហើយពិតជាមានទីតាំងពិតប្រាកដនៅ London មែនចំណុចទី4ឆ្នាំ1956កងទ័ពជើងទឹករបស់បារាំងបានធ្វើតេស្តទៅលើសមត្ថភាពរបស់ Two Door ហើយបានអះអាងថាគុណភាពជាមួយក្រោមទឹករបស់ Two Door ពិតជាអាចទទួលស្គាល់បានហើយកងទ័ពជើងទឹករបស់បារាំងពេញចិត្តលើម៉ាកនាឡិកានឹងខ្លាំងមែនទេអញ្ចឹងមានន័យថាវាមិនមែនធម្មតាទេអញ្ចឹងយើងអាចសម័យពីគុណភាពវាបានចំណុចទី5ភាគច្រើនអ្នកខ្លះគាត់និយាយថាតាមពិត Two Door ហើយនឹង Rolex គឺវត្ថុធាតុតែមួយម៉ាស៊ីនតែមួយគ្រាន់តែមួយគេលក់កោមួយគេលក់មិនកោចំណុចហ្នឹងគឺខុសយើងលើកតែកត្តាវត្ថុធាតុម៉ាស៊ីនក៏បានដែរ Two Door ប្រើដែក inox 316L ដែលខុសពីដែក inox របស់ Rolex គឺ 904L ទីហ្នឹងគុណភាពខុសគ្នា 316L និង 904L អ្នកនរគ្នាអាចទៅ check នៅក្នុង website របស់ខ្លួនឯងបានកុំឲ្យខាតពេលលើវីដេអូនេះចំណុចទី6ក្នុងករណីអ្នកឆ្ងល់ថាបើ Two Door ល្បីកម្រិតនឹងធ្លាប់មានប្រវត្តិលក់នាឡិកាថ្លៃកប់ពពកបានអត់មាន Two Door Submariner 7923លក់នៅក្នុងឆ្នាំ1953 $99,999 Two Door Big Crown Submariner 7924លក់នៅក្នុងឆ្នាំ1958នៅក្នុងតម្លៃចន្លោះពី$612,500ហើយចុងក្រោយ Two Door Black Bay 1លក់នៅក្នុងអំឡុងពេលឆ្នាំ2015បានល្បាក់$38,000ចំណុចទី7ឯកសារយោងឆ្នាំ2023 Two Door លក់នាឡិកាសរុបបានជាង$255,000គ្រឿងចំណុចទី8ចុងក្រោយគេ Two Door រាល់ថ្ងៃហ្នឹងក៏ទទួលបានការគាំទ្រពីទ័ពជើងទឹករបស់អាមេរិកដែរ US Navy SEAL គេវាបង្ហាញថាគុណភាពវាមិនមែនធម្មតាទេមិនថាឡើយទ័ពជើងទឹករបស់បារាំងឬក៏ទ័ពជើងទឹករបស់អាមេរិកទេសិតតែគ្រប់គ្រង Two Door ទាំងអស់កន្លែងថាខ្ញុំចង់អ្នកយល់ថាចេះបើសិនជាយើងស្រឡាញ់រចនាប័ទ្មរូបរាងនាឡិកាមួយណាដូចជា Two Door ហើយនឹង Rolex នេះអញ្ចឹងបើសិនជាយើងមិនមានលទ្ធភាពទៅទិញ Rolex យើងអាចងាកមកមើល Two Door បានហើយវាមិនមែនមានត្រឹមតែ Two Door មួយនេះទេដែលមានរាងស្រដៀងទៅនឹង Rolex នោះវាមានម៉ាកផ្សេងទៅទៀតហើយកុំគិតថាមិនហ៊ានពាក់ម៉ាកនេះទេតម្លៃ5,600 1,000 2,000ខ្លាចគេថា copy របស់តម្លៃ7,80000គិតអញ្ចឹងគឺខុសលើខុសដូចខ្ញុំធ្លាប់និយាយពីមុនមកម្ដងអញ្ចឹង Samsung iPhone ឬក៏ Google ទូរស័ព្ទទាំងអស់សិតតែជា touch screen ទាំងអស់សម័យឥឡូវតើអ្នកណាជាអ្នកដែលធ្វើ touch screen លើអេក្រង់ទូរស័ព្ទនឹងមុនគេហេតុអីក៏យើងមិនទៅស្រាវជ្រាវមកវាមកហើយបើសិនជាយើងស្រាវជ្រាវដឹងថាអ្នកដែលធ្វើ touch screen មុនគេមិនមែនជាម៉ាកនេះមិនមែនជាម៉ាកនេះសួរថាពួកគាត់ទាំងអស់គ្នាហ៊ានលក់ទូរស័ព្ទនឹងចោលឈប់ប្រើអត់គាត់លក់ឡានដូចគ្នាតើឡានមួយណាជាប្រភេទឡានដែលធ្វើដំបូងផុតលើពិភពលោកចឹង concept នៃការផលិតឡើងមកវាមាន sedan វាមាន SUV វាមានអីចឹងទៅចុះនៅពេលដែលម៉ាកផ្សេងគេចាប់ផ្ដើមបង្កើតឡានទាំងអស់ហ្នឹងឡើងមកចុះហេតុអីក៏គាត់ទៅគ្រប់គ្រងវាទៅអីគាត់មិនក៏មិនព្រមទៅគ្រប់គ្រងអាឡានដែលធ្វើដំបូងហ្នឹងមកអ្នកមិនបានទិញឲ្យគេគុំបង្អាប់គេថាគេប្រើរបស់ចេះសិទ្ធិរបស់គេលុយរបស់គេត្រង់អ្នកឯងខ្លួនឯងក៏ប្រើប្រាស់របស់ដែលមិនមែនជាផ្នែកដំបូងដែរមិនចឹងជីវិតប្រចាំថ្ងៃទាំងអស់ហ្នឹងសិទ្ធិតែប្រើរបស់ដែលយក concept គ្នាទៅវិញទៅមកទាំងអស់គុំឲ្យរវល់អាងតែខ្លួនឯងមានលទ្ធភាពទិញរបស់ថ្លៃមកបង្អាប់គេអ្នកទិញរបស់ថោកៗនេះរៀងកាចតិចតែបាយ